នាងជាកូនស្រីតែម្នាក់គត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ដាយដែលជាស្ត្រីមេម៉ាយនេះប្តីស្លាប់តាំងពីនាងនៅក្នុងទូតម្ល៉េះនាងក្រមុំរស់នៅជាមួយនឹងម្ដាយតែពីរនាក់តែប៉ុណ្ណោះយ៉ាងមានក្តីសោកផ្អែកទៅលើប្រាក់ខែរបស់នាងនេះនឹងចំណូលបន្តិចបន្តួចតាំងពីដើមមកនេះអើយនៅផ្ទះយាយយ៉ែមមានមេឆ្កែទើបនឹងកើតដល់ទៅ5ក្បាលយកមួយក្បាលមកចិញ្ចឹមតឡទេម៉ែស្រែកសួរមុនពេលនាងនេះឈានជើងចេញពីផ្ទះធ្វើការនាងនេះឆ្លងណាតាមចិត្តមកចោះល្អម្យ៉ាងណាគ្រាន់បានវាជួយចំផ្ទះនាងក្រមុំតបហើយក៏ធ្វើដំណើរចំដែរលុះដល់ពេលល្ងាចនាងត្រឡប់មកពីធ្វើការវិញក៏ឃើញកូនឆ្កែតូចគួរឲ្យស្រឡាញ់រត់មកទទួលនាងគួរស្រឡាញ់ណាស់ម៉ែដាក់ឈ្មោះអាលុកតែម្ដងទៅម៉ែព្រោះវាជាឆ្កែឈ្មោលថ្ងៃខែចេតែកន្លងផុតទៅអាលុកធំពេញរូបពេញរាងវាជាឆ្កែឆ្លាតណាស់ទៅធ្វើឲ្យម្ចាស់ផ្ទះស្រឡាញ់ពេញចិត្តវាជាខ្លាំងនឹងនេះតែងតែមាននំបន្តិចបន្តួចផ្ញើវាជារៀងរាល់ថ្ងៃមិនដែលខានទេជារៀងរាល់ព្រឹកអាលុកតែងតែជូនដំណើរនឹងនេះទៅឡើងឡានក្រុងនិងរងចាំតោះតែម្ចាស់វាបានឡើងរថយន្តក្រុងទើបអាលុកត្រឡប់មកផ្ទះវិញលុះដល់ពេលនឹងនេះត្រឡប់មកពីធ្វើការអាលុករត់ទៅទទួលដល់កន្លែងចុះពីលើរថយន្តដើម្បីជូនដំណើរត្រឡប់មកផ្ទះវាតែងតែធ្វើដូច្នេះរាល់ថ្ងៃមិនដែលខានរហូតដល់ចិត្តខាងនៅម្ដុំនោះសរសើរស្រឡាញ់ចូលចិត្តវាគ្រប់គ្នាអស់រយៈពេល1ឆ្នាំកន្លងផុតទៅឆ្នាំនេះនាងនេះបានទទួលតំណែងខ្ពស់ជាងមុនទើបធ្វើឲ្យនាងនេះមានការងារកាន់តែច្រើនឡើងនាងត្រឡប់ទៅផ្ទះជាយប់ធម្មតាអាលុកដេកចាំម្ចាស់វាមិនដែលខានទោះបីជាយប់យ៉ាងណាបើមិនឃើញម្ចាស់វាទេវាមិនទៅផ្ទះមុនជាដាច់ខាតនេះជាដំណើរឆ្នាំនៅកន្លែងធ្វើការមានរៀបចំកម្មវិធីជប់លៀងនាងនេះត្រូវត្រឡប់មកផ្ទះវិញយប់ជាងធម្មតានាងបារម្ភដល់លោកដែលនៅរោងចាំនាងមិនដឹងថាវាឆ្ងល់យ៉ាងណាទេនឹកអាណិតឆ្កែពេកនាងក៏សុំចៅហ្វាយត្រឡប់ទៅផ្ទះមុនគេនាងចុះពីរថយន្តវិញងាកឆ្វេងងាកស្ដាំសម្លឹងមើលរកអាលុកហើយបណ្ដើរអាលុកគ្មានឃើញស្រមោលរបស់វាទេនាងរអ៊ូថាយប់កាន់តែងងឹតស្ងាត់ក៏ស្ងាត់អាលុកក៏វាមិនមកទទួលទៀតនាងក្រមុំងាកឆ្វេងងាកស្ដាំបណ្ដើរនៅពេលដែលកំពុងធ្វើដំណើរមកផ្ទះក្រែងបានឃើញអាលុកមកទទួលព្រោះនាងកំពុងខ្លាចភ្លាមនោះនៅក្នុងវាលស្មៅក៏ក្រាស់ស្រាប់តែមានរាងកាយបរោះពីរនាក់វែកស្មៅស្ទុះចូលមករកនាងក្រមុំរួចចាប់ទាញនាងចូលទៅវាលស្មៅនាងនេះក៏ស្រែកថាជួយផងស្រែកបានតែប៉ុណ្ណេះក៏ស្ងាត់ទៅវិញព្រោះជនអាក្រក់ពីរនាក់នោះយកដៃមកក្តោបមាត់របស់នាងជាប់ព្រមទាំងស្រែកគំរាមថាឈប់ស្រែកប្រយ័ត្នកូនកំបិតនេះវាចូលទៅក្នុងបំពង់កណានាងផិតភ័យយ៉ាងខ្លាំងនាងគិតថានាងមិនអាចរស់តទៅទៀតបានទេព្រោះអាពីរនាក់នេះក្រោយពីវាចាប់រំលោភនាងរួចប្រកាសជាសម្លាប់នាងចោលជាទម្លាប់របស់វាជាមិនខាននៅពេលដែលចៅពីរនាក់នោះចាប់ផ្ដើមចាត់ការរំលោភនាងក៏ស្រាប់តែឮសំឡេងឆ្កែព្រុសឡើងយ៉ាងសង្ឃុងអាលុកនាងនេះស្រែកចេញមកដោយក្តីរីករាយអាលុកខំត្របាក់ជនអាក្រក់ទាំងពីរដាច់សាច់ទាំងដុំរហូតឈាមជោគខ្លួនសំឡេងស្រែកលូឡាទាំងឆ្កែទាំងមនុស្សបានឮដល់អ្នកចិត្តខាងនៅម្ដុំនោះនាំគ្នាផ្អើលរត់មកជួយចាប់ជនអាក្រក់ទាំងពីរនោះបានពួកវាស្រែកធ្ងោព្រោះឈឺនឹងចង្កូមរបស់ឆ្កែដែលបានខំពួកវាឡើងសុះពេញខ្លួនតែម្ដងនាងក្រមុំងាករកអាលុកដោយក្តីបារម្ភព្រោះឃើញចោតចាក់ត្រូវវាពីកំបិតដែរនាងនេះស្រែករកទាំងឆ្កែទាំងទឹកភ្នែកអាលុកទៅណាហើយប្រសិនជាមិនបានអាលុកជួយនាងខ្ញុំមិនដឹងជាយ៉ាងណាទេរកអាលុកអាណាទៀតនាងអ៊ំម្នាក់នៅក្បែរផ្ទះប្រាប់ថាអាលុកត្រូវរថយន្តបុកងាប់តាំងពីរសៀលម៉ោង3មកម្លេះនៅពេលវាមកឈរចាំនាងនៅត្រឡប់មកផ្ទះពីធ្វើការវិញម្ដាយរបស់នាងបានយកសពរបស់វាទៅទុកឯផ្ទះអាណោះមិនទាន់យកទៅកោបទេព្រោះចង់ឲ្យនាងមកឃើញសិននាងក្រមុំក៏ប្រកែកថាមិនពិតទេអ៊ំអាលុកបានមកជួយខ្ញុំបំបាញ់មិញពិតប្រកបណាស់មើលចុះអាពីរអ្នកនេះត្រូវអាលុកខំឡើងសុសសាច់ហើយវាប្រកាសជានៅផ្ទះខ្ញុំទៅមើលវាហើយនិយាយចប់នេះរត់ទៅផ្ទះយ៉ាងលឿន
ពេលទៅដល់នាងប្រញាប់សួរម្ដាយថាម៉ែអាលោកនៅណាវាងប់បាត់ហើយកូននេះសពរបស់វានៅក្រោមដើមស្វាយឯណោះនាងនេះស្រែកយំយ៉ាងសោកស្ដាយស្រុតទុះរត់ទៅមើលឃើញវាងាប់មែនដេកឡើងរឹងខ្លួនទៅហើយប៉ុន្តែអ្វីធ្វើឲ្យនាងនេះមានការភ្ញាក់ផ្អើលកាន់តែខ្លាំងថែមទៀតនោះគឺនៅលើខ្លួនរបស់នាវាមានស្នាមរបួសដោយសារផ្លែកំបិតពុចោចាក់ដូចតែនាងបានឃើញពេលវាកំពុងតែជួយនាងបានត្រឹមតែឆ្ងល់តែម្នាក់ឯងព្រោះវាជារឿងដែលមិនគួរឲ្យជឿសូម្បីតែខ្ញុំអ្នកអានក៏ខ្ញុំមិនជឿដែរ